ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកជួបគ្នាម្ដងទៀតហើយដំបូងខ្ញុំសូមណែនាំខ្លួនខ្ញុំបន្តិចនាងខ្ញុំជាគ្រូមើលខ្សែបាតដៃខ្ញុំរៀនមើលខ្សែបាតដៃនេះរយៈពេល3ឆ្នាំហើយគ្រូរបស់នាងខ្ញុំគាត់ជាជនជាតិជប៉ុនដ៏ល្បីម្នាក់នៅក្នុងប្រទេសជប៉ុនលោកគ្រូរបស់ខ្ញុំគាត់មានបទពិសោធន៍ខាងមើលខ្សែបាតដៃរយៈពេល50ឆ្នាំបច្ចុប្បន្នគាត់មានអាយុ70ឆ្នាំហើយចាអញ្ចឹងថ្ងៃនេះខ្ញុំនឹងណែនាំពុកម៉ែបងប្អូនឲ្យស្គាល់ខ្សែបាតដៃ5យ៉ាងខ្សែបាតដៃ5យ៉ាងមានខ្សែអ្វីខ្លះខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ឆ្នាំ2025ក៏ដោយក៏មានចំណូលចូលច្រើនជាខ្សែមានសំណាងល្អខ្សែទី1គឺខ្សែគោលដៅឬក៏ខ្សែមហិច្ឆតាបុគ្គលដែលមានខ្សែមហិច្ឆតានេះគឺចង់ចេះចង់ដឹងចង់មានចង់បានព្យាយាមធ្វើការព្យាយាមរកស៊ីទោះបីក្នុងពេលបច្ចុប្បន្នមានបញ្ហាសេដ្ឋកិច្ចខ្លះៗក៏ដោយក៏មិនចុះចាញ់ព្យាយាមតស៊ូទៅមុខជានិច្ចអញ្ចឹងលោកអ្នកដែលមានខ្សែមហិច្ឆតាក្នុងឆ្នាំ2025នេះក៏ដោយគឺគាត់ចង់ចេះចង់ចេះចង់ដឹងចង់បង្កើនសមត្ថភាពឲ្យកាន់តែប្រសើរទៅមុខចាបន្តមកទៀតខ្ញុំនឹងលើកយកខ្សែទី2ខ្សែទី2គឺខ្សែជីវិតដែលមានរង្វង់ធំដូចក្នុងរូបភាពចឹងបងប្អូនរង្វង់ធំគឺបន្ទាត់ក្រហមរីឯបន្ទាត់ខៀវគឺយើងធម្មតាភាគច្រើនបងប្អូនយើងមានបន្ទាត់ខៀវលោកអ្នកដែលមានបន្ទាត់ក្រហមគឺជាបុគ្គលដែលមានសំណាងល្អជាខ្សែជីវិតដែលមានសំណាងល្អចាលោកអ្នកដែលមានខ្សែជីវិតរង្វង់ធំគឺពូកែសម្របសម្រួលតាមបែបបទសម័យថ្មីទោះបីសម័យបច្ចុប្បន្នឆ្នាំ2025មានភាពតានតឹងបន្តិចក៏ដោយបុគ្គលដែលមានខ្សែជីវិតរង្វង់ធំនេះគឺពូកែបង្កើនសមត្ថភាពបង្កើនចំណូលមិនចុះចាញ់កលៈទេសៈឡើយមិនចុះចាញ់ភាពតានតឹងឡើយចាអញ្ចឹងលោកអ្នកដែលមានខ្សែជីវិតរង្វង់ធំនេះគឺជាបុគ្គលដែលជឿជាក់លើខ្លួនឯងទោះបីពេលបច្ចុប្បន្នមានការផ្លាស់ប្ដូរលឿនក៏ដោយក៏មិនខ្លាចនឿយហត់ព្យាយាមតស៊ូទៅមុខជានិច្ចចាខ្សែជីវិតដែលមានរង្វង់ធំគឺជាបុគ្គលមានសំណាងល្អមានសុខភាពក៏ល្អឲ្យតែព្យាយាមរកស៊ីទោះបីមានភាពតានតឹងខ្លះក៏ដោយក៏នៅតែមានចំណូលក្នុងឆ្នាំ2025នេះដែរចាអញ្ចឹងបន្តមកទៀតខ្ញុំនឹងលើកយកខ្សែទី3ខ្សែទី3គឺជាខ្សែបាតដៃអក្សរ X ចាខ្សែនេះល្បីពុកម៉ែបងប្អូននៅស្រុកយើងក៏ល្បីនៅជប៉ុនក៏ល្បីដែរខ្សែអក្សរ X មាននៅចន្លោះខ្សែបេះដូងនិងខ្សែខួរក្បាលលោកអ្នកដែលមានខ្សែអក្សរ X នេះមានដូនតាឬក៏ទេវតាតាមជួយថែរក្សាលោកអ្នកដែលមានខ្សែអក្សរ X នេះមានទឹកចិត្តល្អអ្នកជុំវិញស្រឡាញ់ចូលចិត្តក៏ច្រើនហើយថែមទាំងមានអ្នកជួយជ្រោមជ្រែងលោកអ្នកទៀតផងម្ចាស់បាតដៃដែលមានខ្សែអក្សរ X នេះពូកែមើលពីស្ថានភាពរយៈជ្រៅមើលដឹងពីស្ថានភាពបច្ចុប្បន្នមានសមត្ថភាពខ្ពស់ក្នុងការរកចំណូលផងដែរខ្សែបាតដៃអក្សរ X នេះបើលោកអ្នករកស៊ីអ្វីមួយឬក៏ធ្វើអ្វីមួយជួយនាំលាភនាំសំណាងរកស៊ីធូរឆ្នាំ2025នេះក៏មានចំណូលចូលដែរប៉ុន្តែម្ចាស់បាតដៃត្រូវមានភាពនឹងនើមានទឹកចិត្តល្អមានគុណធម៌ល្អផងដែរបើយើងធ្វើអ្វីដោយភាពមិនស្មោះត្រង់ដោយភាពមិនត្រឹមត្រូវគិតតែពីចង់បាន
គិតតែពីលុយអាចធ្វើឲ្យរាសីចុះចំណូលក៏ចុះថយចាអញ្ចឹងយើងធ្វើអ្វីដូចជាការរកស៊ីដោយស្មោះត្រង់ចាអញ្ចឹងសូមពុកម៉ែបងប្អូនប្រយ័ត្នត្រង់នឹងដែរអត្ថន័យនៃខ្សែអក្សរ X នេះខ្ញុំគ្រាន់តែលើកយកមកនិយាយត្រួសទេនៅវីដេអូក្រោយខ្ញុំនឹងលើកយកអត្ថន័យនៃខ្សែអក្សរ X នេះមកចែកជូនពុកម៉ែបងប្អូនបានទស្សនាម្ដងទៀតចាអញ្ចឹងបន្តមកទៀតខ្ញុំនឹងលើកយកខ្សែព្រះអាទិត្យដែលធំច្បាស់ពុកម៉ែបងប្អូនខ្សែព្រះអាទិត្យមាននៅក្រោមនាងដៃខ្សែព្រះអាទិត្យជាខ្សែមានប្រជាប្រិយផងហើយក៏ជាខ្សែមានលាភសំណាងមានចំណូលចូលបើខ្សែព្រះអាទិត្យនេះធំច្បាស់ម្ចាស់បាតដៃក៏ជាបុគ្គលដែលច្បាស់លាស់ដែរឆ្នាំ2025នេះបើលោកអ្នកមានខ្សែព្រះអាទិត្យដែលធំច្បាស់នឹងមានចំណូលចូលជាទីគាប់ចិត្តចាពុកម៉ែបងប្អូនដែលមានខ្សែព្រះអាទិត្យធំច្បាស់នេះគឺមានទំនាក់ទំនងល្អនឹងអ្នកដទៃមានទំនាក់ទំនងល្អនឹងភ្ញៀវហើយការរកស៊ីក៏ធូរដែរអញ្ចឹងលោកអ្នកដែលមានខ្សែព្រះអាទិត្យនេះគឺជាខ្សែដែលមានលាភសំណាងល្អចាអញ្ចឹងបន្តមកទៀតខ្ញុំនឹងលើកយកខ្សែទ្រាប់ខ្សែទី5គឺខ្សែទ្រាប់ខ្សែទ្រាប់មាននៅក្រោមកូនដៃនៅត្រង់ចំណុចទួលពុតពុកម៉ែបងប្អូនបើលោកអ្នកមានខ្សែទ្រាប់នេះធំច្បាស់គឺជាបុគ្គលដែលពូកែរកស៊ីជាបុគ្គលដែលពូកែពាក្យសម្ដីពូកែនិយាយទាក់ទាញភ្ញៀវចាអញ្ចឹងនិយាយរួមទៅម្ចាស់បាតដៃពូកែរកស៊ីចំណូលចូលក៏មិនខ្វះខាតដែរចាអញ្ចឹងខ្សែបាតដៃទាំង5យ៉ាងដែលខ្ញុំបានលើកយកមកចែកជូនពុកម៉ែបងប្អូនខាងលើនេះជាខ្សែពិសេសក្នុងឆ្នាំ2025នេះទោះបីជាមានភាពតានតឹងក៏ដោយក៏ជាបុគ្គលដែលមិនចុះចាញ់ឡើយចាអញ្ចឹងបើពុកម៉ែបងប្អូនមិនមានខ្សែទាំងអស់នេះក៏ដោយមានតែ2 3ខ្សែក៏ល្អដែរចាអញ្ចឹងចុងក្រោយខ្ញុំសូមផ្ដាំទៅពុកម៉ែបងប្អូនថាឆ្នាំ2025នេះយើងត្រូវមានទំនាក់ទំនងល្អនឹងអ្នកដទៃចាទី1យើងត្រូវមានទំនាក់ទំនងល្អនឹងអ្នកដទៃទី2យើងត្រូវចេះដកខ្លួនពីបុគ្គលដែលយើងគិតថាមិនគួររាប់អានចាទី1ក្នុងឆ្នាំ2025នេះយើងត្រូវមានទំនាក់ទំនងជាមួយបុគ្គលល្អរាប់អានបុគ្គលដែលមានទំនុកទុកចិត្តបុគ្គលដែលមានគំនិតវិជ្ជមានហើយយើងសូមយោបល់ល្អពីពួកគាត់ទី2ឆ្នាំ2025នេះយើងក៏ត្រូវចេះដកខ្លួនពីបុគ្គលដែលនាំតែបញ្ហាបុគ្គលដែលគិតអវិជ្ជមានច្រើនពេកចាអញ្ចឹងបុគ្គលបែបនេះបើសិនជានៅក្បែរយើងអាចនឹងធ្វើឲ្យរាសីយើងចុះផងដែរចាអញ្ចឹងយើងត្រូវចេះមើលមនុស្សតើបុគ្គលណាគួររាប់អានបុគ្គលណាមិនគួររាប់អានចាអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ឆ្នាំ2025នេះជាឆ្នាំថ្មីសូមជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អមានសំណាងល្អរកស៊ីមានបានចាមានលុយកាក់ចូលច្រើនបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍វីដេអូរបស់នាងខ្ញុំសូមឲ្យមេដៃនិងចុចសញ្ញាកណ្ដឹងជាការលើកទឹកចិត្តនិងទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណ